សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយអ្នកគ្រូជាមួយនឹង limit ត្រីកោណមានបន្តទៀតថ្ងៃនេះយើងមកសិក្សាអំពី limit ត្រីកោណមានដោយប្រើរង្វាន់1ដកកុស a ប៉ុន្តែ1ដកកុស a របស់យើងគឺជាប់ radical ពីម្ដងចាអញ្ចឹងយើងមើលមកកាន់លំហាត់គំរូទី1ចាលំហាត់គំរូទី1យើងឃើញថាយើងមាន limit x ខិតទៅរក0នៃ1ដកកុស 6x ចែកជាមួយនឹង x ការ៉េចាយើងធ្វើការចំនួនយករៀងជាមុនសិនមកចាអញ្ចឹងខ្ញុំចំនួនលេខ0ចូលទៅកាន់កន្សោបរបស់យើងអញ្ចឹងជាបានកុស0កុស0ស្មើនឹង1ឬការ៉េ1ស្មើនឹង1ដក1គឺ0ខាងក្រោម0ចាអញ្ចឹងយើងនៅតែជាប់រៀងមិនកំណត់0ឬ0ដដែលប៉ុន្តែយើងដឹងហើយថាពេលដែលយើងជាប់រៀងមិនកំណត់0ឬ0ហើយជាប់ radical គឺយើងត្រូវតែដោះ radical ជាមុនសិនមិនចឹងទេចាអញ្ចឹងយើងធ្វើការដោះ radical ជាមួយគ្នាចាអញ្ចឹងកុំការបំបត្តិ radical យើងត្រូវតែគុណជាមួយនឹងកន្សោបរបស់យើងគឺជាប្រភេទកន្សោបឆ្លាស់ដោយសារវាទៅជា degree ទី2ណា degree ទី2បើសិនជា degree ទី3អ្នកទាំងនេះគុណជាមួយនឹងកន្សោបបងពេញតោះអញ្ចឹងកន្សោបឆ្លាស់របស់យើងតែចាំ9សិនណាចាំបើសិនជាយើងមាន a ដក b កតា a ហើយ a បូក b ណាអញ្ចឹងវាត្រូវស្មើជាមួយនឹង a ដូចជាការ៉េដកឲ្យ b ដូចជាការ៉េចាឥឡូវមករបស់យើងតើមួយណាជាតួ a មួយណាជាតួ b ចាអញ្ចឹងលេខ1នេះគេចាត់ទុកជា a ដកឲ្យឬការ៉េនេះគេចាត់ទុកវាជាចាអញ្ចឹងមកគុណកន្សោបឆ្លាស់មកចុះវាទៅជាមួយដកឲ្យឬការ៉េនៃកុស 6x ចាយើងគុណជាមួយកន្សោបឆ្លាស់1បូកឲ្យរឹសនៃកុស 6x ចែកជាមួយនឹង x ការ៉េអង្គបែបនេះយើងគុណកន្សោបឆ្លាស់នៅភាគយកចាកន្សោបឆ្លាស់ហ្នឹងគឺត្រូវតែគុណនៅភាគបែកដូចគ្នាដែរចាហេតុអ្វីបានយើងត្រូវតែគុណនឹងតែដែរដោយសារតែជឿដឹងថាកន្សោប10របស់យើងវាអត់មាន1បូកកុស 6x ទេមែនអត់1បូកឬកុស 6x ទេអញ្ចឹងយើងគុណថែមដើម្បីបានចូលមុនអញ្ចឹងយើងត្រូវតែគុណនៅភាគបែកដូចគ្នាដែរដូចជាការសម្រួលប្រភេទដូចគ្នាដែរគឺការគុណរកប្រភេទសមូហដូចគ្នាដែរគឺយើងគុណនឹងភាគយកនិងភាគបែកនឹងជាមួយដែរដូចគ្នាអញ្ចឹងយើងត្រូវតែគុណណាទាំងយកទាំងបែកតោះចុះពេលដែលយើងគុណហើយគឺយើងអាចចូលរង្វាន់ a ការ៉េដក b ការ៉េបានហើយចាអញ្ចឹងតួ a របស់យើងគឺលេខ1ណានេះចាំវាត្រូវស្មើនឹង1លើកជាការ៉េដក b របស់យើងគឺ radical កុស 6x ទាំងអស់នេះទៅជាការ៉េដែរណា a ការ៉េដក b ការ៉េភាគបែកយើងទុកទៅដែរចុះបន្តមកទៀតយើងចាប់ដើមធ្វើការដោះ radical ទៅកាលណាមួយចំនួនលើកជាការ៉េនៅក្នុងរឹសទី2អញ្ចឹងគឺយើងអាចបញ្ចេញពី radical បានហើយចាអញ្ចឹងវាទៅជាមួយដកឲ្យកុស 6x ចែកនឹង x ការ៉េកតាឲ្យ1បូកឲ្យរឹសនៃកុស 6x យើងឃើញថា1ដកកុស 6x គឺវាចូលរូបមន្តរបស់យើងហើយអញ្ចឹងយើងចូលរូបមន្តតែម្ដងចាអញ្ចឹងចូលរូបមន្តទៅវាទៅជា2 sin ការ៉េអញ្ចឹងតួ a របស់យើងគឺ 6x អញ្ចឹងវាទៅជា 6x ចែកនឹង2ចែកឲ្យ x ការ៉េគេថាឲ្យ1បូកឲ្យរឹសនៃកុស 6x បន្តមកទៀតខ្ញុំធ្វើការចែក6ចែក2នេះគឺបាន3ចាចេះយើងចែក2នឹងទៅខាងមុខមកតោះអញ្ចឹងខ្ញុំផ្ដាច់ជាភាគឲ្យហើយដើម្បីស្រួលចាអញ្ចឹងវាទៅជា sin ការ៉េ 3x ចែកនឹង x ការ៉េចាព្រោះអីកាលណាបើយើងមាន sin ការ៉េអញ្ចឹងគឺយើងត្រូវការ x ការ៉េនៅភាគបែកណាដើម្បីបានចូលរូបមន្តអញ្ចឹងខ្ញុំផ្ដាច់បន្តមកទៀតនៅសល់ម្ដុំនេះណា1បូកឲ្យរឹសកុស 6x អញ្ចឹងអានោះវានៅភាគបែកអញ្ចឹងដល់ពេលដែលយើងផ្ដាច់វាជាប្រភេទ2ក៏យើងត្រូវទៅទុកវានៅភាគបែកដែរអត់អាចលើកវាទៅភាគយកទេណាចារបស់ដែលនៅភាគបែកគឺនៅភាគបែកមិនអាចលើកវាទៅជាភាគយកបានទេចាបន្តមកទៀតខ្ញុំដាក់ស្វ័យគុណរួមដើម្បីឲ្យយើងលេខតម្រូវមេគុណស្រួល
បើសិនជាអ្នកនរនេះចេះអ្នកនរនេះយកតួ3នេះដូចជាការ៉េមកថែម9តែម្ដងក៏បានណាអូខេបើចេះហើយក៏ធ្វើតាមនោះតោះអ្នកគ្រូបង្រៀនតាមលំដាប់ដោយសាមញ្ញសិនណាអូខេតោះចាំអ្នកគ្រូដាក់ស្វ័យគម្រួមវាទៅជា sin 3x ចែកជាមួយនឹង x ទាំងអស់នេះដូចជាការ៉េបន្តមកទៀតគុណជាមួយនឹង1លើ1បូកឲ្យរឹសនៃកុស 6x ចឹងយើងដឹងហើយថាធម្មតារង្វង់របស់យើងគឺ sin ax ចែក ax ចឹងវាខ្វះ3ណាខ្វះ3ពលលើ 3x ខាងក្រោមមានតែ 3x ដែរចឹងខ្ញុំគុណ3នៅភាគយកវិញចឹងម្ដុំនេះគឺជារង្វង់របស់យើងហើយគឺមានតម្លៃស្មើ1ចាអញ្ចឹងវាទៅជា2គុណជាមួយនឹង1គុណជាមួយនឹង3លើកជាការ៉េគុណជាមួយនឹងអានេះយើងជំនួសមកចាអានេះក៏0ណាស្មើ1ចឹង1បូកឲ្យរឹសការ៉េ1ចាអញ្ចឹងវាទៅជាអានេះវាទៅជា2គុណអានេះវា3ការ៉េ9គុណនឹង1អានេះរឹសការ៉េ1បូក1ស្មើ2ណាអូខេពីលើពីក្រោមសម្រួលអស់ចឹងចំណុចរបស់យើងគឺឃើញ9ចាយើងបន្តមកលំហាត់គម្រោងទី2បន្តទៀតចឹងចំពោះលំហាត់គម្រោងទី2យើងធ្វើការចំនួនយករៀងជាមុនសិនតោះចឹងខាងលើគឺ0ការ៉េស្មើ0ខាងក្រោមកុស0នេះក៏0ទៀតហើយ1ឬការ៉េ1ស្មើ1 1ដក1គឺ0ចាតែដឹកនេះយើងជាប់រាឌីកាល់របស់យើងគឺនៅភាគបាយវិញម្ដងអញ្ចឹងយើងគុណកន្សោមឆ្លាស់ដូចម្បាញ់មិញដែរតែឆ្លាស់ដើម្បីផ្ដាច់រាឌីកាល់នៅភាគបាយចាអញ្ចឹងវាទៅជា limit x ខិតទៅរក0អូខេយើងទុក x ការ៉េនៅភាគយកហើយកន្សោមដើមរបស់យើងគឺរឹសនៃកុស 2x ដក1ចាតោះអញ្ចឹងអ្នកទាំងនេះដឹងតួ a តួ b ណាចារ៉ាឌីកាល់នេះគឺតួ a ហើយលេខ1នេះគឺតួ b ចាគេដាក់ឲ្យសិនចានេះគឺតួ a នេះគឺតួ b ចាអញ្ចឹងដើម្បីគុណនឹងកន្សោមឆ្លាស់គឺយើងឆ្លាស់សញ្ញានៅខាងក្រោយរ៉ាឌីកាល់នេះណាអញ្ចឹងយើងគុណជាមួយកន្សោមមួយគឺរឹសការ៉េនៃកុស 2x បូក1ចាគេនេះឆ្លាស់សញ្ញា1បូក1ដកនេះគឺកន្សោម a បូក b ចាយកកន្សោមនោះគុណជាមួយនឹងភាគយកដូចគ្នាដែរចាអូខេចាអូខេបន្តមកទៀតយើងឃើញថាភាគបាយរបស់យើងគឺចូលរង្វង់ a ការ៉េដល់ b ការ៉េហើយនោះ a ការ៉េដល់ b ការ៉េចឹងខ្ញុំចូលរង្វង់តែម្ដងចឹងវាស្មើជាមួយនឹងរឹសនេះគឺខ្ញុំសេភាគបាយសិនចាកុសពី x នេះដូចជាការ៉េនេះតួ a ដកឲ្យតួ b របស់យើងគឺលេខ1ដូចជាការ៉េភាគយកទុកដដែលចាបន្តមកទៀតខ្ញុំដោះរ៉ាឌីកាល់ចេញចាអញ្ចឹងពេលយើងដោះរ៉ាឌីកាល់ទៅយើងបានតែកុសពី x ទេដក1ចឹងខាងលើទុកដដែលបន្តមកទៀតយើងឃើញថាយើងសម្លឹងមើលភាគបាយភាគបាយរបស់យើងគឺកុសពី x ដក1ខុសពី1ដកកុស a ទៀតហើយចាអញ្ចឹងបើសិនជាខុសអញ្ចឹងបាយមិញគឺយើងចាប់សញ្ញាដកជាកតាលេខគឺយើងចាប់សញ្ញាដកជាកតាដូចគ្នាដែរចាខ្ញុំចាប់សញ្ញាដកជាកតាពេលចាប់ដកហើយខ្ញុំលើកលេខ1ទៅខាងមុខណាអូខេលេខ1ទៅខាងមុខអវិជ្ជមាននេះយើងចាប់សញ្ញាដកទៅវាទៅជាវិជ្ជមានវិញដល់ពេលអាកុសពី x នេះវាវិជ្ជមានដល់ពេលយើងចាប់ដកទៅវាទៅជាអវិជ្ជមានវិញចាអញ្ចឹងម្ដុំនេះគឺឃើញថាវាចូលរង្វង់កុស1ដកកុស a ហើយចាអញ្ចឹងបន្តមកទៀតយើងចាប់ដើមចូលរង្វង់មកចាវាទៅជាការ៉េឬការ៉េនៃកុស 2x បូកនឹង1អានេះវាទៅជាដកចូលរូបមួយនេះណាគឺ2 sin ការ៉េ
2x ចែកនឹង2ចាដោយសារតែតួ a របស់យើងគឺវា 2x ទេមិនសិន 2x ចឹងយើងយករូបមន្តរបស់យើងវាត្រូវស្មើ 2x ចែក2អូខេចឹងចំពោះ2លើ2ក្រោមគឺយើងអាចធ្វើការសម្រួលដែរណាតែសម្រួលលើទៅក្នុងមុំទេយើងអាចសម្រួលបានចឹងយើងសល់ sin carré x បន្តមកទៀតខ្ញុំធ្វើការផ្ដាច់យកតែម្ដងចាអញ្ចឹងខាងនេះវាមាន x ការ៉េខ្ញុំផ្ដាច់លើ sin ការ៉េ x ដក1ដក2នេះខ្ញុំគុណជាមួយនឹង1លើដក2ផ្សេងណាពេលយើងគុណទៅវាលុបមេគុណទៅខាងមុខ sin យើងចង់ដាក់អានោះនៅខាងមុខក៏បានដែរណាអូខេបន្តមកទៀតនេះនៅសល់អារ៉ាឌីកាល់ម្ដងនេះមែនទេអានោះវានៅភាគយកអញ្ចឹងយើងទឹកវានៅភាគយកចាបន្តមកទៀតយើងឃើញថាម្ដងនេះគឺចូលរូបមន្តនេះណាចាឆ្លាក់យកស្មើ1តែម្ដងដាក់មួយចុះនេះគឺកុស0មានតម្លៃស្មើជាមួយនឹង1ចឹងវាទៅជារីក្រេ1បូក1តែយើងកែនេះទៅទៀតចាំ1គុណដក1លើ2ស្មើនឹងដក1លើ2ដដែលណានេះរីក្រេ1ស្មើ1 1បូក1ស្មើ2តែយើងសម្រួលទៅ2លើ2ក្រោមចែកទៅឬក៏ចែកក៏បានដែរស្មើនឹងដក1ចាយើងបន្តមកលំហាត់គំរូទី3បន្តទៀតឥឡូវយើងធ្វើការចំណុចរៀងជាមុនសិនតើវាជាប់រៀងអីតែយើងជំរាប0ចូលចាំវាទៅជា1ដកក៏0ក៏0ស្មើ1 1ដក1គឺ0ខាងក្រោមនេះ0 sin 0អូខេយើងឲ្យរូបមន្ត sin 0ទៀតតម្លៃ sin 0ណាគឺស្មើនឹង0អញ្ចឹងវាជាប់រៀង0លើ0ចាអញ្ចឹងយើងឃើញថាកន្សំរបស់យើងវាជាប់រៀង0លើ0តែយើងសម្លឹងមើលតើយើងគួរតែប្រើកន្សំឆ្លាស់ដែរឬទេបើយើងពិនិត្យមើលទៅឃើញថានៅក្នុងនេះវារ៉ាឌីកាល់រួមវាអត់ដូចលំហាត់ទី1លំហាត់ទី2មិនបាញ់មិញទេដែលរ៉ាឌីកាល់ផ្សេងលេខផ្សេងមួយនៅខាងក្រៅរ៉ាឌីកាល់ជាប់កុសពី a ហ្នឹងគឺនៅក្នុងរ៉ាឌីកាល់តែអានេះវាអត់ដូចទេចឹងបើវាអត់ដូចចឹងយើងមិនបាច់តាមតែប្រើកន្សំឆ្លាស់ទេចាអញ្ចឹងតែយើងគួរធ្វើតាមណាចូលរូបមន្តតែម្ដងណាចូលរូបមន្តតែម្ដងអញ្ចឹងយើងធ្វើការចូលរូបមន្តទៅចឹង1ដកកុសពី a ចូលរូបមន្តមកវាត្រូវស្មើជាមួយនឹង2 sin ការ៉េ 2x ចែកនឹង2ខាងក្រោមទុកតារាយមក 2x ដកឲ្យ sin 3x 2លើ2ក្រោមយើងធ្វើការសម្រួលទៅចឹងវាបានសល់ sin ការ៉េ x យើងដឹងថានៅពេលដែលមួយចំនួនការ៉េគឺអាចបញ្ចេញពីឬការ៉េបានហើយមែនអត់នេះ sin ការ៉េ x នេះមិនអាចបញ្ចេញពីរ៉ាឌីកាល់បានចុះបើវាបញ្ចេញបានអញ្ចឹងខ្ញុំបញ្ចេញវាពីក្នុងរ៉ាឌីកាល់តែនៅក្នុងនេះតើយើងគិតមើលនៅពេលដែល x ខិតទៅរកឬក៏ក្បែរ0តើតម្លៃនៃអនុគម sin របស់យើងជាតម្លៃវិជ្ជមានឬក៏អវិជ្ជមានចាអញ្ចឹងនៅពេល x ខិតទៅរក0មានថាអនុគម sin របស់យើងគឺជាចំនួនដែលវិជ្ជមានណាវិជ្ជមានចុះបើសិនជាវិជ្ជមានខ្ញុំបញ្ចេញពីរ៉ាឌីកាល់ខ្ញុំអត់បាច់ដាក់តម្លៃដេខាតឬក៏សញ្ញាបូកដកអីទេខ្ញុំដាក់ sin x តែម្ដងចាអញ្ចឹងខ្ញុំបញ្ចេញមកវាត្រូវបាន sin x ហើយកន្លែង2នេះវាអត់មានការ៉េអញ្ចឹងវានៅជាប់រ៉ាឌីកាល់ចាខ្ញុំដាក់អញ្ចឹងដាក់ឲ្យឆ្ងាយតិចដើម្បីកុំឲ្យច្រឡំថាយក x គុណជាមួយនឹងឬការ៉េ2គឺជាមុំរបស់ sin តាមពិតមិនមែនទេណាដាច់គ្នាអូខេបន្តមកទៀតឥឡូវយើងឃើញថាខាងលើយើងមាន sin ខាងក្រោមក៏យើងមាន sin តែយើងដឹងហើយថារូបមន្តរបស់យើងបើខាងលើវា x ចឹង sin x ចឹងវាត្រូវការ x នៅភាគបាយ sin 3x ក៏វាត្រូវការ 3x នៅភាគបាយដែរចឹងយើងត្រូវចាប់ x ជាកត្តាដើម្បីឲ្យបានចូលរូបមន្តរបស់យើងចឹងខ្ញុំចាប់ x នៅភាគបាយជាកត្តាចាយើងចង់បានភាគបាយអីយើងចាប់នឹងណាអូខេ sin x កុំជាមួយនឹងឬការ៉េ2នេះខ្ញុំចាប់ x ជាកត្តាចាប់ x នៅភាគបាយណាចឹងពី x ចែកនឹង x បាន2ដកឲ្យ sin 3x នេះគឺយើងយកមកចែកជាមួយនឹង x អ្នកខ្លះគាត់ច្រឡំថាស្មើជាមួយនឹង sin 3តែអត់ទេណាយើងអាចសម្រួលឬក៏
កណនីបែបនឹងបានទេដោយសារតែ 3x នេះគឺជាតម្លៃមុខរបស់ sin មិនមែនជាមេគុណរបស់ sin ទេបើសិនជាខាងមុខរបស់យើងមាន x អញ្ចឹងឬក៏ 3x នៅខាងមុខ sin អញ្ចឹងអានោះអូខេយើងអាចសម្រួលបានតែនេះ 3x គឺជាតម្លៃមុំរបស់ sin ទេណាអញ្ចឹងយើងមិនអាចសម្រួលបានទេចាប់បន្តមកទៀតមកខ្ញុំធ្វើការផ្ដាច់ប្រភេទរបស់យើងជា2ដើម្បីបើយើងបានចូលរូបមន្តចាអញ្ចឹង sin x របស់អ្នកគ្រូវាត្រូវការ x នេះពីបែកចាហើយគុណជាមួយនឹងឬក៏2នេះនៅភាគយកហើយម្ដុំនេះគឺនៅភាគបែកចាំបន្តមកទៀតយើងសម្លឹងមើលយើងឃើញថាម្ដុំនេះគឺវាចូលរូបមន្តស្រាប់ប៉ុន្តែម្ដុំនេះដូចជាអត់ទាន់ចូលរូបមន្តទេចឹងយើងមើល sin ax វាត្រូវការ ax នៅខាងក្រោមចឹងអ្នកគ្រូមានតែ x ហ្នឹងចឹងយើងត្រូវគុណថែមនឹងមេគុណរបស់វាចឹងមេគុណ a របស់យើងគឺ3ចឹងខ្ញុំថែម3នៅភាគបែកគុណថែម3នៅភាគយកចា៎តែប៉ុណ្នេះគឺយើងអាចចូលរូបមន្តបានហើយចឹងម្ដុំនេះគឺមានតម្លៃស្មើ1គុណខាងលើរបស់យើងឬការ៉េ2ខាងក្រោម2ដកចានេះម្ដុំនេះគឺស្មើ1ចឹងវាទៅជា1គុណនឹង3ចាជាកណនីចឹងពេលដែលយើងយក1គុណម្ដុំនេះវាចេញម្ដុំនេះតែមែនអត់ចាអញ្ចឹងខ្ញុំទុកម្ដុំនេះរ៉ាឌីកានេះតាដល់ពេលអានេះចំពោះលក្ខណៈមាន2ដក1គុណ3អញ្ចឹងយើងយកធ្វើវិធីគុណមុនគេណាចឹងយក1គុណ3សិនអញ្ចឹងវាទៅជា2ដក3អូខេអញ្ចឹង2ដក3ស្មើជាមួយនឹងដក1អញ្ចឹងឬការ៉េ2ចែកនឹងដក1ស្មើនឹងដកឲ្យឬការ៉េ2ចំពោះការបង្ហាញអំពី limit នៃអនុគមត្រីកោណមាត្របាទបញ្ចប់ហើយបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់អ្នកទាំងអស់គ្នា